ជំរាបសួរលោកគ្រូខ្ញុំឈ្មោះអៀតមេងស្រង់ហើយឥឡូវខ្ញុំធ្វើការ demo តាក់ទងមួយការប្រើប្រាស់ Py អញ្ចឹងលោកគ្រូឲ្យប្រើនៅ SA អញ្ចឹងខ្ញុំបានមក SA ហើយអញ្ចឹងដំបូងគេយើងសូ user នេះឈ្មោះរបស់ខ្ញុំហើយបន្ទាប់យើងសូ user ហើយយើងធ្វើការសាក list មើលចង់ដឹងវាមាន file អីខ្លះអញ្ចឹងទៅដើម្បីប្រើមួយការ list ពី head អីចឹងនេះជា file ដែលខ្ញុំមានអញ្ចឹងខ្ញុំចង់ list វាយកទៅ3ខាងលើអញ្ចឹងយើងធ្វើការវាយ ls ដក la ចឹង head នេះបានន័យថាយើង list រាប់ពីលើមកអញ្ចឹងយើងចង់យកពី head មកប៉ុន្មានអញ្ចឹងយើងដាក់3ចង់តែ3អញ្ចឹងយើងនឹងការ list វាមកចំនួន3ហើយបន្ទាប់ពី list ហើយយើងសាកធ្វើការបង្កើត file មួយដើម្បីចូលទៅ list នៅក្នុង file ហ្នឹងអញ្ចឹងខ្ញុំធ្វើការ touch test 002 txt ចឹងខ្ញុំសូមធ្វើការចូលទៅកាន់ file ហ្នឹងចឹងខ្ញុំដាក់ test 01 02 03 04ហើយសុខាដាក់ប៉ុណ្ណឹងទៅហើយយើង save ចឹងយើងសាកចូលទៅមើលក្នុង file ហ្នឹង 002 ចឹងយើងឃើញថាយើងមានមាននៅក្នុងនោះមាន test 01 test 02 អីចឹងទៅចឹងយើងសាកធ្វើការបង្ហាញនៅ3 line ខាងលើនេះ test 01 test 02 test 03ហ្នឹងអញ្ចឹងយើងវាយ head ដក n 3ដែលយើង list វាមួយ number ដាក់ខាងមុខចឹងទៅចឹងfile របស់យើងឈ្មោះតែ 02 txt នេះអញ្ចឹងយើងនឹងឃើញ file របស់យើងមាន3អញ្ចឹងបើយើងចង់តេស្តវាខុសមកវិញយើងប្រើtil អញ្ចឹងយើងសាកវាយtil til ដក n ចឹងយើងនឹងរក543មកវិញចឹងវីដេអូមានតែប៉ុណ្្នឹងជំរាបលាលោកគ្រូ